បាទជាបឋមខ្ញុំកណាសូមក្រាបថ្វាយបង្គំនមស្ការចំពោះព្រះករុណាគុណចាស់គ្រប់ព្រះអង្គសូមជម្រាបសួរបេក្ខជនទាំងអស់ដែលមានបំណងចង់ក្លាយជាមន្ត្រីរាជការខ្ញុំកណាខ្ញុំបាទឈ្មោះស៊ុយកំសឿនជាសិស្សមន្ត្រីក្រមការចំនួនទី12នៃសាលាភូមិរដ្ឋបាលប៉ុស្តិ៍ដែលជ្រើសរើសនោះគឺប៉ុស្តិ៍រដ្ឋបាលស្រុកសន្ទុកខេត្តកំពង់ធំអញ្ចឹងថ្ងៃនេះខ្ញុំកណាខ្ញុំបាទពិតជាមានសេចក្តីសោមនស្សរីករាយនឹងចែករំលែកពីបទពិសោធន៍ដល់បេក្ខជនទាំងអស់ដែលមានបំណងក្លាយជាមន្ត្រីរាជការហើយនឹងបទពិសោធន៍សម្រាប់ការប្រឡងអញ្ចឹងនៅក្នុងនេះគឺដើម្បីជោគជ័យទៅលើការប្រឡងសម្រាប់បទពិសោធន៍របស់ខ្ញុំផ្ទាល់បាទថាតើយើងត្រូវត្រៀមបែបណាខ្លះដើម្បីប្រឡងជាប់ជាស្ថាពរបាទអញ្ចឹងនៅក្នុងនោះសម្រាប់ការប្រឡងសម្រាប់ការត្រៀមរបស់ខ្ញុំគឺទី1គឺខ្ញុំរៀបផែនការនៅក្នុងការសិក្សាបាទមានន័យថាយើងរៀបចំកាលវិភាគសម្រាប់ការសិក្សាកំណត់ពីថ្ងៃច័ន្ទដល់ថ្ងៃអាទិត្យហើយនឹងកំណត់ពីម៉ោងសិក្សារៀនសូត្រកាលនោះគឺខ្ញុំធ្វើការនៅឯកជនដូច្នេះពេលថ្ងៃគឺទូទៅខ្ញុំមិនសូវបានមើលទេបាទអញ្ចឹងទូទៅខ្ញុំមើលពីពេលយប់បាទពេលយប់ហ្នឹងគឺមានន័យថាចន្លោះពីម៉ោង7 8រហូតដល់ម៉ោង11ទៅជួនកាលម៉ោង12បាទទៅខ្ញុំបានចូលគេងហើយមួយទៀតពេលព្រឹកគឺជួនកាលខ្ញុំងើបម៉ោង3ជួនកាលខ្ញុំងើបម៉ោង4ដើម្បីរំលឹកអ្វីដែលយើងបានមើលពីល្ងាចអញ្ចឹងនេះគឺជាផែនការដែលខ្ញុំបានរៀបចំសិក្សាកន្លងមកហើយបាទទី2នោះគឺយើងកំណត់មុខវិជ្ជាណាដែលយើងត្រូវប្រឡងអញ្ចឹងមុខវិជ្ជាដែលយើងត្រូវប្រឡងមានក្រមសីលធម៌វិជ្ជាជីវៈបាទដែលគេបានកំណត់នៅក្នុងกระดาษប្រឡងបាទនៅក្នុងការជ្រើសរើសគឺគេមានប្រាប់ថាតកតងមុខងារសាធារណៈមុខវិជ្ជាពាក់ព័ន្ធទៅប្រឡងមានអីខ្លះអញ្ចឹងមុខវិជ្ជាទាំងអស់ហ្នឹងហើយតែយើងចូលមកធ្វើជា schedule ដើម្បីសិក្សាអញ្ចឹងថ្ងៃណាត្រូវមើលពីប្រវត្តិថ្ងៃណាត្រូវមើលពីភូមិសាស្ត្រកម្ពុជាថ្ងៃណាដែលយើងត្រូវមើលពីរដ្ឋបាលសាធារណៈឬគោលនយោបាយរបស់រដ្ឋាភិបាលហើយនឹងអាស៊ានបាទអញ្ចឹងយើងកំណត់ជា schedule បាទសម្រាប់ការប្រឡងហើយថ្ងៃណាយើងមើលពីសេដ្ឋកិច្ចអញ្ចឹងនេះគឺជាបទពិសោធន៍ដែលខ្ញុំកណាខ្ញុំបាទឆ្លងកាត់កន្លងមកដែលរៀបចំផែនការនៅក្នុងការសិក្សាអញ្ចឹងសម្រាប់បេក្ខជនទាំងអស់ដែលចង់ក្លាយជាមន្ត្រីរាជការបាទអញ្ចឹងអាចធ្វើតាមខ្ញុំក៏បានឬក៏យើងមានវិធីសាស្ត្រផ្សេងគ្នាបាទចំពោះការអានចំពោះការមើលហើយបាទការត្រៀមនេះគឺយើងត្រៀមបាទយ៉ាងតិចគឺ3ខែបាទអញ្ចឹងយើងអាចយ៉ាងតិចគឺ3ខែអញ្ចឹងសំខាន់យើងបានត្រៀមមើលមុនប៉ុន្តែបើសិនជាយើងមានពេលវេលាគ្រប់គ្រាន់យើងត្រៀមទុំទៅមួយខែហើយបើសិនជាយើងត្រូវជាមួយឯកទេសដែលយើងពាក់ព័ន្ធឧទាហរណ៍ថាឯកទេសច្បាប់ឬក៏ឯកទេសមុខសាធារណៈអីបាទអញ្ចឹងភាគច្រើនបាទខ្លះគាត់ត្រៀមតែមួយខែទេបាទប៉ុន្តែសម្រាប់ខ្ញុំគឺខ្ញុំជាឯកទេសតំណងអន្តរជាតិអញ្ចឹងដូច្នេះប្រវត្តិចូលមួយចំនួនអីដែរហើយអ្វីដែលជាងនេះទៅទៀតគឺខ្ញុំត្រូវត្រៀមទុកជាមុនហើយដើម្បីមើលទៅលើទាំងអស់ហ្នឹងដើម្បីត្រៀមប្រឡងអញ្ចឹងសម្រាប់បេក្ខជនដែលមានបំណងចង់ប្រឡងសូមយើងរៀបចំផែនការសិក្សាជាមុនដើម្បីទៅប្រកួតប្រជែងព្រោះថាមានបេក្ខជនជាច្រើនអ្នកដែលប្រកួតប្រជែងជាមួយយើងបាទដូច្នេះគឺសម្រាប់បេក្ខជនទាំងអស់គឺត្រូវត្រៀមលក្ខណៈដើម្បីប្រកួតប្រជែងដូចគ្នាដែរហើយថ្មីនេះគឺក្រសួង2បាទដែលបានជ្រើសរើសនោះអញ្ចឹងសូមកណាគុណចាស់ដូចជាបេក្ខជនទាំងអស់ត្រៀមបាទដែលទាំងប្រឡងនៅថ្ងៃខាងមុខនេះ
ហើយគឺមានក្រសួងយុតិធធម៌ហើយនិងក្រសួងការបរទេសកិច្ចសហប្រតិបត្តិការអន្តរជាតិអញ្ចឹងដូច្នេះសូមបេក្ខជនទាំងអស់ត្រៀមមើលបាទមេរៀនស្រាវជ្រាវបន្ថែមទៅលើមេរៀនទាំងអស់ហ្នឹងបាទជាពិសេសឯកសារជាច្រើនដូចជាឯកសារមួយចំនួនដែលខ្ញុំបានសិក្សានោះគឺមានឯកសារបងរិនថាឯកសារបងឆេងសេរីបាទគឺខ្ញុំតែងតែចូលទៅពេកគាត់ហើយdownload ហើយនឹងតាម Telegram បាទរបស់គាត់អញ្ចឹងឯកសារទាំងអស់ហ្នឹងដែលយើងយកប្រមូលមកហើយយើងអង្គុយអានយើងបាទមើលបន្ថែមអញ្ចឹងនេះគឺជាបទពិសោធន៍ដែលខ្ញុំបានប្រឡងហើយបានក្លាយជាសិស្សមន្ត្រីក្រមការចំនួនទី12នៅសាលាភូមិន្ទរដ្ឋបាលអញ្ចឹងជាចុងក្រោយខ្ញុំកណាបាទខ្ញុំកណាសូមជូនពរដល់ប្រជាជនគ្រប់ព្រះអង្គទាំងអស់ក៏ដូចជាបេក្ខជនបាទដែលបានដាក់ពាក្យប្រឡងសូមឲ្យបានប្រឡងជោគជ័យទាំងអស់គ្នាហើយមួយទៀតបើសិនជាកណាខ្ញុំបាទបាទចែករំលែកទៅមានការលើសលុះអីសូមជាការអធិស្ឋានបាទសូមអរគុណនិងអរគុណ